ខ្ញុំសូមផ្ញើសារខ្លីមួយជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុងនីសបារាំងក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានអំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជាថៃពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេរាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចាក់ឡាត់កម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះកងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាកងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មាធិការចម្រុះព្រំដែនដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICU បន្ថែមលើការប្រកាសរបស់ក្រសួងការពារជាតិខាងលើខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថារាជរដ្ឋាភិបាលបន្តការរក្សាសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដោយប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនចម្រុះ GBC កម្ពុជាថៃជាសេនាធិការឈរដោយលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេស MOU ឆ្នាំ2000និងច្បាប់អន្តរជាតិរួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICU ក្នុងករណីចាំបាច់ដូចជាករណីប្រសាទតាមាន់ធំប្រសាទតាមាន់តូចប្រសាទតាក្របីនិងតំបន់មុំបីរាជរដ្ឋាភិបាលនឹងបន្តការរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈយន្តការដែលមានស្រាប់ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃខ្ញុំសូមអំពាវនាវឲ្យបណ្ដាសារព័ត៌មាននិងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់និងសូមជួទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ជាតិខ្មែរយើងជាពិសេសសូមជៀសវាងការបង្កើតឬការចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយដែលនាំឲ្យមានការយល់ច្រឡំនិងនាំឲ្យបំផោងសភាពការលើសពីការពិតដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរខ្ញុំសាន់រិនធ្វើសេចក្តីរាយការណ៍